សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងមកបង្ហាញពីរបៀបធ្វើឲ្យក្រូចឆ្មាយើងហ្នឹងឆាប់ការឆាប់ផ្លែអញ្ចឹងទៅហើយក្រូចឆ្មានេះដែរខ្ញុំដាំយូរហើយប្រហែលជាមួយឆ្នាំ2ឆ្នាំជាងហើយខ្ញុំផ្លេចដែរហើយសូវបានស្រោចទឹកអីទេមេឃដើមឯនៅតូចតែមួយទេហើយវាងាយផ្កាងាយអីក៏ឃើញវីដេអូក្នុង Facebook ក្នុង TikTok ខ្ញុំក៏ធ្វើតាមគេទៅឃើញថាវាបានផលមែនពុកម៉ែបងប្អូនអាចយកទៅសាកបានគឺយើងត្រូវក្រាវវាបាទគឺថាយើងសកសពកម៉ែកវាហ្នឹងប្រហែលជាមួយថ្នាំងដៃទៅពេលយើងសកហើយទុកចោលទៅប្រហែលជាមួយខែ2ខែវានឹងចេញផ្កាចេញផ្លែមកហើយមុននឹងវាចេញផ្កាចេញផ្លែមកហ្នឹងវាលាស់ត្រួយថ្មីហើយវាចេញផ្កាមកតែម្ដងគឺថាដើមនេះដែរផ្កាតែមួយម៉េចហ្នឹងទេម៉េចដែលខ្ញុំបានក្រាវហ្នឹងក្រៅពីហ្នឹងវាអត់ផ្កាទេពុកម៉ែបងប្អូនអាចទស្សនាបានហើយសាកធ្វើតាមមួយម៉េចពីរម៉េចនៅផ្ទះសាកមើលទៅបើសិនជាក្រូចឆ្មាអត់ផ្លែអត់ផ្កាដូចក្រូចឆ្មាខ្ញុំអីបាទ